យើងអ្នកកាន់ពុទ្ធសាសនាគឺយើងត្រូវមានជំនឿជឿ4យ៉ាងដែលត្រឹមត្រូវជឿខុសពី4យ៉ាងហ្នឹងមិនត្រឹមត្រូវទេជំនឿ4យ៉ាងហ្នឹងអ្វីទី1កម្មសទ្ធាជឿការងារទី2វិបាកសទ្ធាជឿផលរបស់ការងារដែលយើងត្រូវធ្វើឲ្យផលទី3កម្មសកតាសទ្ធាជឿថាយើងទាំងអស់គ្នាត្រូវតែធ្វើការងារទាំងអស់ជារបស់របស់យើងត្រូវតែធ្វើយើងមិនធ្វើការងារមិនអាចរស់បានទេម្សិលមិញអាត្មាតមហេសម្ដេចព្រះសង្ឃនាយកទៅបើកកម្មវិធីមេកបូជាស្វែងយល់ឆ្វេងយល់ពីមេកបូជាសម្ដេចបើអត់មានព្រះបន្ទូលបើកម្មវិធីសម្ដេចថាបើគ្មានបច្ច័យ4នឹងមិនអាចទៅនិព្វានបានទេសម្ដេចមានព្រះបន្ទូលចម្លែកអាត្មាទៅសារទាំងសម្ដេចឆ្លៀសរឿងវិញតាមពិតណាញោមណាបច្ច័យ4ហ្នឹងតែអត់បច្ច័យ4ហ្នឹងធ្វើអីមិនកើតទេទាំងអស់នៅលើផែនដីធ្វើអីអត់កើតទេទោះបីនៅជាមនុស្សក៏ត្រូវទីពឹងបច្ច័យ4ភោគក៏ត្រឹមនឹងទីទៅកាន់ឋានសួគ៌ក៏ត្រូវទីពឹងបច្ច័យ4ទៅកាន់ព្រះនិព្វានក៏ត្រូវទីពឹងលើបច្ច័យ4ហ្នឹងចុះបើយើងអត់មានបច្ច័យ4យកមកត្រត្រង់រូបរាងកាយយើងមានជីវិតឯណានឹងធ្វើអ្វីដល់ទីកើតអាត្មាភ្ញាក់ផ្អើលសម្ដែងសរសើរសម្ដែងចេះមានព្រះបញ្ញានឹកឃើញរឿងនេះយកមកមានព្រះបន្ទូលក្នុងកម្មវិធីបើកកម្មវិធីឆ្វេងយល់បនមេកបូជាណាអញ្ចឹងតែណែមកថាយើងត្រូវតែធ្វើការជឿថាយើងត្រូវតែធ្វើការគ្រប់គ្នានៅមិនស្ងៀមទេទី4តថាគតពោធិសទ្ធាជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធយើងត្រូវជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះបញ្ញាញាណយល់ទាំងអស់គ្មានអីដែលអាកំបាំងទេដោយញោមញាតែងសូត្រពុទ្ធគុណប្រែលោកវិទូប្រែថាព្រះអង្គជ្រាបច្បាស់នៅត្រៃលោកបានន័យថាលោក3លោកទាំង3ហ្នឹងព្រះសម្មាសម្ពុទ្ធជ្រាបទាំងអស់អត់អីអាកំបាំងទេលោកទី1គឺសង្ខារលោកសង្ខារលោកនេះបានន័យថាអ្វីដែលតែងកើតឡើងធម្មតាតែងកើតមានឡើងឥតមានអ្នកណាមួយបង្កើតទេគ្មានម្ចាស់ណាទៅបង្កើតទេបានដល់ដីទឹកភ្លើងខ្យល់ឈើស្មៅវើអីទាំងអស់អត់មានម្ចាស់ទេអត់មានម្ចាស់បង្កើតទេតែសាសនាដទៃខុសពីពុទ្ធសាសនាគេថាព្រះអ្នកបង្កើតវាខុសគ្នាចឹងតែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់អត់មានណាមកើតតែអានឹងវាធម្មតារបស់កើតឡើងឯងទេអានេះគេសង្ខារលោកទី2សត្វលោកសត្វលោកសង្ស្ក្រឹតថាសត្វបាលីថាសត្តៈសំដៅទៅលើជឿ4យ៉ាងហ្នឹងវាត្រឹមត្រូវមិនខុសទេតែជឿខុសពី4យ៉ាងហ្នឹងជឿខុសហើយព្រោះ4យ៉ាងនេះវាជាហេតុផលនៅក្នុងហ្នឹងតែញោមជឿអីខុសពីហ្នឹងអាចជំនឿដតីក្រៅច្រើនអនុណារំមិនអស់ទេណានេះជំនឿក្រៅនោះតើទៅធ្វើនេះបានសុខទៅធ្វើនោះបានសុខទៅជឿជំនឿលើដតីក្រៅពីជំនឿ4យ៉ាងហ្នឹងខុសហើយសម្រាប់ពុទ្ធបរិស័ទអត់ត្រូវជឿយ៉ាងទេជឿតែ4យ៉ាងហ្នឹងត្រឹមត្រូវនឹងសូមញញៀជ្រាបជំនឿក្រៅដតីនឹងប្រមាណ100ប្រមាណពាន់ជំនឿទេដូចរតនៈទៅអញ្ចឹងគ្រឿងទីពឹង
รัตนะเครื่องที่ปึงនៅលើโลกនេះរាប់ពាន់រាប់ម៉ឺនរតនៈដែលមនុស្សត្រូវការយកមកទីពឹងតែមានភ័យមានខ្លាចមានប្រាថ្នាចង់បានអីទៅរករតនៈដទៃទីពឹងហើយទៅបន់ទៅស្រន់ទៅបួងទៅសួងរតនៈដទៃនឹងឲ្យជួយតែរតនៈនឹងអត់ពិតអត់ប្រកបអត់ច្បាស់លាស់ទេសម្រាប់ពុទ្ធសាសនាលោកសំដែងតែរតនៈដទៃមានច្រើនបែបច្រើនយ៉ាងណាច្រើនបែបច្រើនយ៉ាងណាតែមិនប្រសើរទេមានតែពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែលជារតនៈប្រសើរក្រៃលែងជាងរតនៈណាណាដទៃអានេះសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាណាញោមណាបើសិនណាអ្នកដែលគេកាន់សាសនាណាណាដោយតាមតែគេទៅរឿងរបស់ប៉ុនគេតែគេយកអីជារតនៈក៏តាមតែគេតែសម្រាប់យើងជាពុទ្ធបរិស័ទគ្រឿងទីពឹងរតនៈប្រែថាវត្ថុដែលធ្វើឲ្យចិត្តរបស់យើងរួចចាកផុតពីសេចក្តីទោសពលរហូតចេញចាកសង្សារទុក្ខទៅកាន់ព្រះនិព្វានបានក៏ត្រូវទីពឹងរតនៈទាំង3ហ្នឹងអានេះចាអានេះនិយាយពីជំនឿដែលត្រឹមត្រូវរាប់ម្ដងទៀតក្រែងញោមមិនចាំទី1ជឿកម្មសទ្ធាជឿទៅលើការងារទី2វិបាកសទ្ធាជឿផលរបស់ការងារទី3កម្មសកតាសទ្ធាជឿថាយើងត្រូវតែធ្វើការងារទាំងអស់ជារបស់យើងទី4តថាគតពោធិសទ្ធាជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធយ៉ាងនេះសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាប៉ុន្តែដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីការកាត់ស្លាប់ទៀតនេះមិនមែនជំនឿនឹងជឿទាំងអស់ទេណាញោមណាមានអ្នកដទៃទៀតច្រើនណាស់ដែលអត់ជឿមិនជឿតែសត្វស្លាប់ឲ្យកើតទៀតមិនជឿថាផលវិបាកកម្មអាក្រក់ល្អដែលមនុស្សធ្វើវាឲ្យផលលោកអត់ជឿទេអានឹងមានពីសម័យព្រះសម្មាសម្ពុទ្ធនឹងមានគ្រូ6ជាសត្រូវនឹងពុទ្ធសាសនាគ្រូទី1ឈ្មោះពរណកស្សបៈទី2ឈ្មោះមគ្គលិកោសាលទី3អចិតកេសកម្មពលៈទី4បកុដ្ឋកចាយណៈទី5សញ្ជយវេលទ្ធបុត្រទី6និកន្ធនេតបុត្រនេះគ្រូទាំង6ជាសត្រូវនឹងពុទ្ធសាសនាពួកនឹងមិច្ឆាទិដ្ឋិពលវាទៈមិនត្រឹមត្រូវទៅតាមហេតុផលដែលកើតឡើងនៅលើโลกនេះព្រោះពួកនឹងមើលហេតុផលអត់ឃើញក៏លោកងងតែព្រះសម្មាសម្ពុទ្ធយើងលោកមានបញ្ញាលោកមើលឃើញអ្វីដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់យើងគឺរបស់នឹងវាជាធម្មជាតិដែលតាំងនៅលើโลกតាប៉ុន្តែគ្រាន់យើងវាអត់បញ្ញាយើងមើលវាមិនស្គាល់មើលមិនដឹងដូចជារឿងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មិនជាបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធទេអានឹងវាធម្មជាតិកើតឡើងទៅបីប្រពុតលោកមិនសម្ដែងក៏អ្នកធ្វើអាក្រក់នៅតែទទួលផលអាក្រក់អ្នកធ្វើល្អនៅតែទទួលផលល្អអញ្ចឹងតែយើងអត់ដឹងបានព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងแล้วលោកប្រាប់ថានេះជាធម្មជាតិសភាវៈដែលវាតាំងនៅលើលោកតែប៉ុណ្្នឹងឯងអានេះសំជ្រាបអញ្ចឹងបានតែគ្រូទាំង6ហ្នឹងឯងជាសត្រូវនឹងពុទ្ធសាសនាដូចជាគ្រូឈ្មោះថាអចិតកេសកម្មពលៈប្រកឹកមានទិដ្ឋិយល់ឃើញខុសថាសត្វស្លាប់ឲ្យសូន្យអត់កើតទៀតទេនេះខុសគ្រូមួយទៀតឈ្មោះបកុដ្ឋកចាយណៈលោកមានកាត់មានទិដ្ឋិយល់ឃើញថាសត្វលោកទៀងយ៉ាងទិដ្ឋិ2ទៅដកយកតែទិដ្ឋិរបស់គ្រូ2ទេមកសម្ដែងប្រាប់មួយដែលហៅថាសាសតទិដ្ឋិទី2ហៅថាឧច្ឆេតទិដ្ឋិសតកំរើកយល់ខុស
សាសតៈទេថេយល់ឃើញដល់សត្វវាទៀងមិនចេះប្រែប្រួលទេបើខ្លួនធ្លាប់កើតជាអ្វីកើតជាអ្នកមានអ្នកក្រជាមន្ត្រីជាអាមាត្យកហបតីឬព្រះរាជាឬអ្នកក្រអ្នកខ្សត់ឬក៏សត្វដេរឆានគោក្របីអីតែកាលណាស្លាប់ទៅវិញវាកើតមកអានឹងវិញវាទៀងយ៉ាងអត់មានអីប្រែប្រួលទេតែណាចេតតិមួយទៀតចេតតិថាសត្វស្លាប់ទៅសូន្យហើយអត់កើតទៀតទេហ្នឹងគំនិតហ្នឹងយកខុសហើយគំនិតហ្នឹងមានរហូតដល់មកសប្តាហ៍ថ្ងៃនេះសប្តាហ៍កាន់តែច្រើនទៀតមនុស្សសប្តាហ៍កាន់តែច្រើនទៀតជឿថាស្លាប់ហើយមិនកើតទៀតណាអញ្ចឹងបើអ្នកប្រកាសស្លាប់ហើយអបិទាងអានោះមិនសូវមានទេបើអ្នកដែលយល់ថាស្លាប់ហើយមិនកើតច្រើនណាស់នេះសប្តាហ៍ថ្ងៃនេះវាកាន់តែច្រើនជាងពីមុនទៅទៀតគំនិតដែលយល់ណាលោតដល់អ្នកវិទ្យាសាស្ត្រសម័យបច្ចុប្បន្ននៅបច្ចិមប្រទេសតើគេជឿថាមនុស្សស្លាប់អត់កើតទៀតដែរគេបានពិសោធន៍ដកស្រង់ពេលដែលមនុស្សចិត្តស្លាប់គេយកគ្រឿងស្ទាបស្ទង់គេទៅមើលថ្លឹងមើលទៅមនុស្សងាប់ទៅមានស្អីធម្មពលឯងចេញទៅនឹងថាវាទៅកើតទៀតទៅមើលអត់ឃើញមានអីទេដល់អញ្ចឹងអ្នកវិទ្យាសាស្ត្រក៏គេប្រកាសប្រាប់មនុស្សម្នាក់មកចឹងថាមនុស្សស្លាប់ហើយមិនកើតទៀតទេអានោះវាចូលទៅក្នុងឧច្ឆេតតិថេក៏របស់គ្រូដែលលោកអគ្រូដែលឈ្មោះអចិតកេសកម្មពលៈហ្នឹងឯងចូលទៅច្រើនហើយបើនិយាយពីខេមរៈកម្ពុជាយើងហ្នឹងក៏តែច្រើនធ្វើឲ្យត្បិតតែកាន់ពុទ្ធសាសនាបានអត់បានរៀនសូត្រទៅខ្លះជឿថាស្លាប់ហើយមិនកើតទៀតទេខ្មែរយើងនេះចាខ្លះជឿថាស្លាប់ហើយកើតទៀតខ្លះសង្ស័យអាត្មាឮអ្នកសង្ស័យគាត់និយាយថាបើសិនណាជាមានជាតិមុខនិយាយថាបើសិនណាមានជាតិមុខក៏សម្បត្តិណាថាឲ្យកើតជានេះជានោះហើយតែមានពាក្យថាបើសិនណាបានន័យថាវាពាក្យកណ្ដាលហើយជឿពាក្យកណ្ដាលមិនជឿពាក្យកណ្ដាលថាអ្នកដែលមិនជឿថាកើតទៀតអានឹងវាដាច់ស្លេះហើយវា 100% បើមានអ្នក50% ដែរក៏ថាបើសិនណាជាមានជាតិមុខអានឹងចឹងបលអាត្មាសុំលើកអំណាងនៅបច្ចុប្បន្ននឹងឲ្យធៀបប្រៀបនឹងពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងសម្រាប់ព្រះសម្មាសម្ពុទ្ធយើងព្រះអង្គសម្ដែងថាសត្វស្លាប់ហើយកើតទៀតចឹងប៉ុន្តែមិនទៀងទេនេះពុទ្ធដីការបស់ពុទ្ធនៅចន្លោះកណ្ដាលអតិថិពីរហ្នឹងព្រះអង្គថាសត្វលោកស្លាប់ហើយកើតទៀតប្រឆាំងណាអ្នកដែលថាមិនកើតណាព្រះអង្គថាកើតហើយតែមិនទៀងទេប្រឆាំងនឹងអ្នកដែលថាទៀងនៅកណ្ដាលនេះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធយ៉ាងបើឡូវសំជម្រាបលើកអំណាចពីនិយាយពីអ្នកវិទ្យាសាស្ត្រគេប្រកាសប្រាប់តែមនុស្សស្លាប់ហើយមិនកើតទេមនុស្សក៏ជឿច្រើនទៅទៀតកាន់តែថែមទៅទៀតព្រោះមនុស្សគេជឿអ្នកវិទ្យាសាស្ត្រសប្តាហ៍គេជឿអ្នកវិទ្យាសាស្ត្រតែអ្នកវិទ្យាសាស្ត្រតាមមិនគេជឿហើយព្រោះអានឹងអ្នកសិក្សារៀនសូត្រស្រាវជ្រាវគេតាំងពីរូបគាក្នុងសរីរៈរាងកាយរបស់យើងគេស្រាវជ្រាវឲ្យយើងជឿយ៉ាងប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្រជួបគ្នាគេនិយាយថាឥឡូវយើងបានស្រាវជ្រាវរាវរកថាមនុស្សស្លាប់ហើយវាមិនកើតទៀតហ្នឹងគេថាតែមិនត្រូវទេ
យើងរៀនមិនទាន់ដល់ស្រាវជ្រាវមិនទាន់ដល់នេះអ្នកវិទ្យាសាស្ត្រនៅបច្ចេកទេសគេថាយ៉ាងម៉េចគេថាឯងមើលដែលមនុស្សកើតមកគ្រប់ជាតិសត្វតែកើតមកមានចាំជាតិដឹងកំណើតរបស់ខ្លួនពីមុនមកកើតជានេះជានោះអីគេនិយាយបើមនុស្សនិយាយតែប៉ុណ្ណោះហើយនៅមានអ្នកមិនជឿទេគេតែមកពីម៉ែនឹងមានអារម្មណ៍អញ្ចឹងចុះទៅឧត្តមជាប់អីទៅអញ្ចឹងទៅទៀតប៉ុន្តែរឿងនោះវាពេតតែនៅស្រុកខ្មែរយើងនេះខ្វះអីអ្នកកើតមកចាំជាតិណានិយាយបានស្គាល់ស្រុកស្គាល់ភូមិងំឲ្យជូនទៅបង្ហាញស្គាល់ស្រែស្គាល់ជីកាអីទាំងអស់នៅស្រុកខ្មែរយើងនៅខាងបាចិមប្រទេសដូចគ្នានៅអាមេរិកនៅអឺរ៉ុបអីទៅកើតមកនិយាយតែពីរឿងចាំជាតិពីមុននោះខ្លះថាប៉ុន្តែខ្ញុំជាតិពីមុនធ្វើសង្គ្រាមលោកទី2ស្លាប់ក្នុងសង្គ្រាមហ្នឹងមកកើតតែមើលស្នាមត្រូវក្របឲ្យមានស្លាកស្នាមនៅជាប់មកដែរហើយចឹងដល់ចឹងអ្នកវិទ្យាសាស្ត្រហ្នឹងវាទៅឈៀលេងនិយាយចេញដល់ពួកងាបើអញ្ចឹងយើងនាំគ្នារៀនសូត្រស្រាវជ្រាវតទៀតគេទៅប្រមូលមនុស្សដែលចាំជាតិមកគេយកមកថតមើលថាតើខួរក្បាលវាយ៉ាងម៉េចទៅស្អីវាមានស្អីក្នុងសរីរៈរាងកាយដែលវាលើសពីយកមកជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយស្ដាប់ឲ្យពិចារណាអានឹងមិនជារឿងអត់ហេតុផលទេមានភស្តុតាងគ្រប់គ្រាន់ហើយយើងយកមកបូកទីផ្ទឹមនឹងពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងថាសត្វស្លាប់កើតហើយកើតទៀតតែមិនទៀងណានេះបាននេះថាត្រឹមត្រូវហើយបើយើងយកអំណាចហ្នឹងមកពិចារណាដោយបញ្ញារបស់យើងយើងត្រូវតែលុបបំបត្តិនៅអវ័យដែលថាមិនកើតទៀតនឹងស្លាប់ហើយមិនកើតទៀតយើងឈប់មានជំនឿយើងជឿថាស្លាប់ហើយកើតទៀតទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធបានយើងឆ្ងល់ថាចុះបើកើតជាមនុស្សមិនវាមិនដូចនេះគួរឆ្ងល់មួយទៀតកើតជាមនុស្សហើយមិនក៏មិនដូចគ្នាមានក្រមានខ្លះបុណ្យស័ក្តិខ្លះអាយុវែងអាយុខ្លីអានេះវាមិនត្រូវគ្នាវាគួរតែឆ្ងល់ដែររឿងនឹងកាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅឡើយមានព្រាហ្មណ៍ម្នាក់ឈ្មោះសុភមាណពមាននៅប្រែជាខ្មែរថាកំឡោះសុភៈប្រែថាស្អាតថាល្អរូបរាងនឹងមើលមិនទើសមើលហើយមិនចង់លេងភ្នែកនេះថាសុភមាណពដែរគាត់ជាអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌាមុនដំបូងនៅក្រុមឥទ្ធិពលព្រាហ្មណ៍ទាំងអស់ព្រះសម្មាសម្ពុទ្ធទើបត្រាស់ឡើងទេមិនទាន់បានផ្សព្វផ្សាយសាសនាហ្នឹងទូទាំងឥណ្ឌាបានទេសុភមាណពគាត់តែងតែសិក្សារៀនសូត្រនៅក្នុងសាសនាព្រាហ្មណ៍ហ្នឹងឪពុករបស់គាត់ក៏តែងទូលមានដែរតទិយព្រាហ្មណ៍ហ្នឹងថាមនុស្សបានសេចក្តីសុខសេចក្តីទុក្ខមានក្រអីយ៉ាងណាព្រះជាម្ចាស់ជាអ្នកកម្រិតតែងតាំងមកឲ្យដែលយើងតែងពោលទៅព្រហ្មលិខិតអានឹងព្រះព្រហ្មតែងតាំងហើយតែពុទ្ធសាសនាអត់និយាយយ៉ាងបានទេពុទ្ធសាសនាត្រូវនិយាយថាកម្មលិខិតការងាររបស់ខ្លួនធ្វើនឹងឯងណាកត់ត្រាឲ្យយើងទៅជានេះជានោះតែសាសនាព្រាហ្មណ៍គេថាព្រហ្មលិខិតគឺព្រះព្រហ្មជាអ្នកប្រទានជោគវាសនាឲ្យមនុស្សប៉ុន្តែសុខព្រមាននៅកើតវានៅតែសង្ស័យមិនដាច់ស្រេចដូចជាមិនជឿរកហេតុផលអីវាមិនឃើញនៅតែសង្ស័យពាក់កណ្ដាលហ្នឹងឯងនៅគាត់តឹងរងចាំថាឲ្យតែជួបនឹងអ្នកប្រាជ្ញបណ្ឌិតណាគាត់យកបញ្ហាសួរពេលកាលហ្នឹងព្រះសម្មាសម្ពុទ្ធលើយើងត្រាស់ដឹងឡើងនៅក្នុងលោកក៏ល្បីឮទូទាក្នុងសកលចម្ពោះទ្វីបប្រទេសឥណ្ឌាណា
ថាព្រះសមណគោតមចេញចាពិសក្យត្រកូលពបួសឥឡូវបានត្រាស់ដឹងជាពុទ្ធមានបញ្ញាខ្លាំងក្លាគ្មានទិសទល់អីទេអ្នកណាចង់សួរអីឆ្ងល់វាអីទៅសួរប្រាប់បានទាំងអស់សួរភ្លាមប្រាប់ភ្លាមអត់ដែលពិបាកទេចាំដល់ថាគាត់យកទៅត្រេះរិះស្រាវជ្រាវសិនមិនដែលមានទេពុទ្ធទៅសួរអីឆ្លើយភ្លាមព្រោះបញ្ញាដឹងគ្រប់ក៏រំចាំថាឲ្យតែបានជួបនឹងពុទ្ធនឹងលើកបញ្ហាទៅសួរទេកាលវេលាហ្នឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់ពុទ្ធប្រដំណើរមកគង់ស្នាក់នៅក្បែរភូមិរបស់សុខពុំមាននំយ៉ាងពូផ្អើលភ្លុកទឹកភ្លុកដីឆោឡោពួកមហាជនហ្នឹងអានឹងវាជាធម្មតាទេញោមរបស់អីដែលវាកើតថ្មីល្អក្តីអាក្រក់ក្តីតែតែភ្ញាក់ផ្អើលឆោឡោចឹងហើយតែនឹងវាឆោឡោពួកមហាជននឹងអត់មាននិយាយពីរឿងអីទេនិយាយតែពីរឿងព្រះសមណគោតមនឹងចេញចាកសក្យត្រកូលមកបួសឥឡូវបានត្រាស់ដឹងជាពុទ្ធមានបញ្ញាខ្លាំងក្លាគ្មានទេតែឥឡូវព្រះអង្គនឹងពុទ្ធដំណើរមកគង់នៅឯភូមិយើងហ្នឹងឯងដល់ចឹងពួកមហាជននៅក្នុងនោះក៏ចេះចង់ទៅឃើញនាំគ្នាជាពួកជាក្រុមទៅខ្លះតែចង់ទៅឃើញរូបពុទ្ធនិងរូបរាងម៉េចសន្តានត្រង់ទ្រាយម៉េចខ្លះថាចង់ទៅស្ដាប់ធម៌ពុទ្ធទៅពុទ្ធសម្ដែងធម៌យ៉ាងម៉េចខ្លះចង់ទៅសាកសួរបញ្ហាដែលឆ្ងល់ពេលនោះសុពមាននោះគាត់បានពើដ៏មានណាគឺថាបើអញ្ចឹងសំទៅតាមបំណងរបស់គាត់អត់គាត់ក៏ធ្វើដំណើរទៅតាមពួកមហាជនណាទៅជាមួយគេដល់ចូលប្រកាន់សំណាក់ពុទ្ធដល់ហើយគាត់ក៏ធ្វើសេចក្តីរស់រាយរាក់ទាក់រាយពោលពាក្យដែលគួរនឹកគួររលឹកចំពោះព្រះសម្មាសម្ពុទ្ធដែរក៏គង់គាត់អង្គុយក្នុងទីដ៏សមគួរក្បែរពភៈពុទ្ធដូចញោមញៀនអង្គុយស្ដាប់ធម៌ទេសនាយ៉ាងឯងយ៉ាងគេមកចឹងហើយអត់តែអ្នកក្រខ្សត់ទៅចោលរកអីស៊ីមិនរស់ទៅសម្លាប់ទៅអូជាងរៃមានត្រឹមមានសម្បត្តិទៀតដល់ឲ្យជាងរៃបាបកម្មវាទៀងទៅបងអាហ្នឹងឯណាមិនមានអាយុខ្លីឬអ្នកដែលកើតមកមានអាយុវែងតែគេមិនដែលធ្វើឲ្យមនុស្សឬសត្វធាតុឲ្យភ័យភ្ញាក់ផ្អើលទេខ្លាចតក់ស្លាប់អីទេមិនដែលភ្ញាក់ផ្អើលគេកើតជាតិមកគេកើតមកអត់មានជំងឺអីទេឬអ្នកដែលកើតមកមានជំងឺឈឺតាំងតែពីក្មេងដល់ចាស់ប៉ុន្តែអត់ងាប់ទេក៏ឈឺគ្មានថ្ងៃជាទេទៅពេទ្យលេបថ្នាំរាល់ថ្ងៃតាំងពីក្មេងប៉ុន្តែអត់ងាប់តែដល់រស់បាន70-80ឆ្នាំទៅថានឹងវាលពឹសcủaជាងរៃបានអីទៅបំភ័យទៅបញ្ញាក់ទៅផ្អើលគេឯងសត្វធាតុឲ្យភ័យតក់ស្លន់អានឹងឯងកើតមកមានជំងឺរ៉ាំរ៉ៃហើយកុំណាញោមណាបើពីមុនធ្លាប់ដែរសំស្ដាប់ធម៌ទេសនាឲ្យឈប់បើបញ្ចប់វាអានឹងវាលពឹសជាងរៃវាជាគ្រឿងសបាយទៅបំភ័យទៅបញ្ញាក់បន្លាចគេថាឯងសបាយឃើញទេបានផលមកអ្នកកើតមកមានពើសម្បុរល្អពើសម្បុរល្អថាគេមិនខឹងមិនចង់គំនុំអីទុកទេខឹងអីតែងទួយក៏រសាយបាត់ទៅវិញទៅអានិសង្ឃដែលកើតមកមានពើសម្បុរល្អឬអ្នកដែលកើតមកមានពើសម្បុរអាក្រក់អានឹងវាហើយខាងសេចក្តីក្រោធខឹងមួយថ្ងៃនឹងប្រមាណដងទេបងឆ្វែលខឹងបរិញ្ញាខឹងនេះមិនចាំប្របាក់ជាតិមុខទេតែអាជាតិនឹងកំពុងតែខឹងសាច់សម្បល់ឡើងស្លាក់មកនឹងយ៉ាងកើតជាតិមុខទៅផលនៃអកុសលពីទោសៈច្រើននឹងធ្វើឲ្យមានពើសម្បល់អាក្រក់ទោះបីតែយកគ្រឿងលាបឡូនមកកែច្នៃមិនក៏កែមិនរួចទេញោមណាឯមតាមអាត្មាសង្កេតមើលត្រូវតែញោមស្ត្រីស្កាហ្នឹងឯងខឹងច្រើនជួនកាលខឹងស្វាមីបើក៏ខឹងនឹងកូននឹងផងម៉ែហ្នឹងប្រហែលដងទេ
ប៉ុន្តែរឿងដែលកន្លងទៅហើយអត់ដឹងថ្ងៃនេះស្ដាប់ធម៌ទេសនាដឹងថ្ងៃនេះឈប់ស្ដាប់បានទេញោមណាឈប់បបាក់បើមិនឈប់ទេកើតជាតិក្រោយលើសម្បុរខ្មៅឡើងក៏គ្រីស្បែកដូចគីគក់ថាអញឲ្យធ្វើកម្មអានេះអាត្មាប្រាប់ឲ្យហើយណាកុំនេះអាត្មាសំដែងតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធចឹងរួចអ្នកដែលកើតមកមានបុណ្យស័ក្តិធំថាអ្នកនឹងគេមិនចេះចំណែនបៀតបៀននឹងមនុស្សទេបើគេឃើញនរណាមានបុណ្យស័ក្តិយសស័ក្តិធំមានទ្រព្យសម្បត្តិច្រើនគេជួយត្រេកអរគេថាមុទិតានឹងត្រេកអរតាមទាំងអ្នកនឹងហើយគេធ្វើបុណ្យអីល្អប្តីហើយមានបុណ្យមានស័ក្តិមានទ្រព្យមានសម្បត្តិប្តីប្រពន្ធកូនគេក៏ប្រកបដោយធម៌មិនដែលមានកិច្ចចន្លោះកំហោកំហែងអីគ្នាទេល្អល្អើនក្នុងគ្នាគឺថារីករាយតាមសេចក្តីសុខរបស់ជនដទៃពោលដល់កើតមកមានបុណ្យស័ក្តិច្រើនខ្ពង់ខ្ពស់ចឹងអ្នកដែលបុណ្យស័ក្តិទៀតថាឲ្យជាណែននឹងគេឃើញគេមានបុណ្យមានស័ក្តិមានទ្រព្យមានសម្បត្តិយកស័ក្តិឲ្យសេចក្តីសុខចំណែននឹងគេនៅផ្ទះគេយើងនៅផ្ទះយើងបើខឹកក្នុងគេរករឿងគេឃើញគេបានសេចក្តីសុខច្រើនជាងខ្លួននេះចំណែនឈ្នានេះជួនកាលទៅនិយាយប្រាប់អ្នកនេះអ្នកនោះថាអ្នកនោះអាក្រក់ចេះអាក្រក់ចំណាំគេជួយស្អប់នឹងក៏អនាគតជាតិទៅទោះបីមានចំណេះចេះដឹងបញ្ញាបណ្ណាទៅធ្វើមន្ត្រីរាជការអីបណ្ណាក៏មិនបានបុណ្យស័ក្តិឲ្យធំទេក៏អត់ឡើងធំរួចទេព្រោះបាបណាស់បើធ្វើទៅហ៊ានអស់ធំណាស់ត្រឹមស័ក្តិ3ក្រងោកបានស័ក្តិ3នៅលើស្មាទេអាស័ក្តិ3ក្រងោកនៅនេះអស់ប៉ុណ្ណឹងឯងបើអាត្មាថាទៅលោកទៅហ៊ានណាស់ដែលមានសក្តិងប់ខឹងណាអាត្មាងប់តែនឹងជិនរៀបឲ្យត្រង់បើតាមពុទ្ធកម្មមកវិចំណែនគេអរិបបើធ្វើការនៅក្នុងស្រុកក្នុងភូមិពេលนั้นត្រឹមស្មៀងឃុំស្មៀងស្រកដល់បានធ្វើមេឃុំមេភូមិវិញគេដែរតែនឹងផលវិបាករួចអ្នកកើតមកមានទ្រព្យសម្បត្តិច្រើនមកពីគេធ្វើទានគេបរិច្ចាគទានចែកទានគេធ្វើប្រយោជន៍កសាងជាតិសាសនាគេសង្គ្រោះអ្នកកំសត់ទូរគតទ្រព្យសម្បត្តិដែលគេមានហើយវាលើសគេប្រើប្រាស់វាមិនអស់គេមិនទុកទេគេបរិច្ចាគព្រោះទ្រព្យសម្បត្តិដែលមានច្រើនលើសពីប្រើយើងងាប់ទៅអត់យកទៅរួចទេអ្នកមីមានណាំងភមណ្ណវេទេព្រះសម្មាសម្ពុទ្ធសម្ដែងថាមិនដែលឃើញមានទ្រព្យសម្បត្តិឯណាតាមមនុស្សម្ចាស់ដែលស្លាប់ទៅអត់មានទេតែមួយជលមួយក៏មិនដែលតាមម្ចាស់គេដែលងាប់ទៅនៅទៅលើផ្ទះទាំងអស់អត់តែនឹងព្រះអង្គប្រាប់ថាយកទៅវាមិនរួចទេបើអញ្ចឹងត្រូវធ្វើទានបរិច្ចាគទានទៅជួយសង្គ្រោះគេអានឹងជាត្រឹមដែលយកទៅកត់ទុកក្នុងធនាគារពុទ្ធសាសនាព្រោះអានឹងដល់អនាគតរបស់នោះវិលមកជារបស់យើងតដែរវិញទេអានេះសម្រាប់អ្នកប្រាជ្ញមានបញ្ញាមានព្រះសម្មាសម្ពុទ្ធជាដែរសម្រាប់មនុស្សល្ងងខ្លៅអត់មើលឃើញយ៉ាងទេអានេះគេឧស្សាហ៍ឲ្យទានបរិច្ចាគទានបានគេកើតមកមានទ្រព្យសម្បត្តិហូរចូលរបស់គេធ្វើអីក៏ត្រូវដែរជួញប្រែអីក៏ត្រូវដែរចាប់អីក៏ត្រូវធ្វើរបស់អីទៅធ្វើស្រែទល់គ្នាភ្លឺទល់គ្នាគេនៅបានស្រូវយកមិនអស់ឯងហ្នឹងអត់បានប្រមាណទេណាវិញចឹងផលបន់ហ្នឹងវិញអ្នកដែលខ្សត់ទ្រព្យសម្បត្តិថាអត់បានធ្វើទានបន្តិចតួចមានសេចក្តីកំណាញ់ហើយបើមានសន្តានព្រៀងលៀនបងប្អូនគេធ្វើបន់គេជំរាបអីទៅធ្វើដែរប៉តំទើបើមិនទៅទេវាទៅខ្លាចគេថាដល់ធ្វើចិត្តទៅយកមានអីបានបន់អត់បានបន់ទេបងធ្វើទានតែធ្វើដោយសទ្ធាជ្រះថ្លាសប្បាយចិត្តរីករាយនឹងលះទ្រព្យសម្បត្តិហ្នឹងអត់ទៅបីឲ្យតិចក៏បានបុណ្យដែរឥឡូវចឹងហេតុដែលនាំឲ្យក្រ
ចុះដែលហេតុដែលនាំឲ្យកើតក្នុងត្រកូលខ្ពង់ខ្ពស់ថាបុគ្គលនោះចេះគោរពមេត្តាបិតាគោរពលោកឪពុកអ្នកម្ដាយឪពុកធំម្ដាយធំចាស់ព្រឹទ្ធាចារ្យអ្នកប្រាជ្ញរាជបណ្ឌិតពួកសាមណៈលោកអ្នកមានសិលប្រសង់អីចេះអន់ចេះលំទោនចេះក្រាបគោរពនឹងចឹងបន្ទាន់ប្រទេសដល់កើតអនាគតជាតិទៅកើតក្នុងត្រកូលដែលខ្ពង់ខ្ពស់ត្រកូលឯកឧត្តមសហបតីអីតាមមកត្រកូលខ្ពស់ពេលនេះដែលកើតក្នុងត្រកូលថោកទៀតថាអត់ចេះគោរពចេះសំបីតែមេត្តាបិតាខ្លួនក៏មិនចេះគោរពដែរសម្ដីគំរាមកំហែងកំហុសខកខំយើងពោលកន្លែងតែមនុស្សស្ទាវមនុស្សទំនើងមនុស្សពៀលក៏អត់មានចេះគោរពកោតក្រែងណាទេនឹងហើយកើតស្លាប់ទៅកើតទីក្នុងត្រកូលថោកទៀតជាទីបំផុតអានឹងអានិសង្សពេលមនុស្សដែលមានបញ្ញាតើឡើងមានបញ្ញាច្រើនថាគេឧស្សាហ៍រៀនឧស្សាហ៍សូត្រឧស្សាហ៍ស្ដាប់ឧស្សាហ៍សែបគប់នឹងលោកអ្នកប្រាជ្ញបណ្ឌិតឬថាមានអ្នកប្រាជ្ញបណ្ឌិតមកពីទីណាកន្លែងណាក៏ទៅជួបទៅសាកទៅសួរអីទៅរៀនសូត្រទៅហ្នឹងអានឹងហេតុដែលឲ្យមានបញ្ញាឬដែលហេតុមានបញ្ញាមិនចាំតែជាតិមុខទេជាតិនេះក៏ដោយឲ្យតែឧស្សាហ៍សែបគប់នឹងបណ្ឌិតអ្នកប្រាជ្ញក៏នឹងទៅជាអ្នកប្រាជ្ញបានដែរមិនចាំជាតិមុខទេអានឹងបើយើងឧស្សាហ៍សន្សំរៀនសូត្រពីជាតិនេះទៅដូចជាជាពិសេសល្អឯងឧស្សាហ៍ធ្វើធម្មទានបោះជាសភៅធ្វើក្បួនច្បាប់ឲ្យចែកជាទានទៅឬក៏យើងសាងសាលារៀនសាលាអីព្រះជាកន្លែងដែលផ្ដល់ចំណេះវិជ្ជាដល់មនុស្សនឹងអានិសង្សនឹងកើតឡើងមានបញ្ញាខ្លាំងក្លាក៏រៀនសូត្រអីក៏ឃើញអីក៏ចេះចាំឮអីក៏ចាំភ្នែកឃើញអីក៏យល់ដឹងភ្លាមចេះវិងាយយ៉ាងអានិសង្សគឺសម្រាប់អ្នកដែលល្ងងរៀនក៏មិនចេះអីក៏មិនចេះគេថាស្អប់អ្នកប្រាជ្ញបណ្ឌិតអត់រៀនអត់សូត្រអីជួនកាលមានអ្នកប្រាជ្ញបណ្ឌិតគេមកក៏អត់ទៅចិត្តគេទេគេខ្លួនបាត់ហើយមានអាស្មិមនៈនឹងទៀតមិនទៅចិត្តអ្នកប្រាជ្ញបណ្ឌិតមិនសាបមិនសួរទេនឹងជាទោសផលអាក្រក់ដែលឲ្យមនុស្សនៅល្ងងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងបញ្ហាដែលសុភមាននៅក៏ឆ្ងល់សួរតែអញ្ចឹងសុភមាននៅគាត់ស្ដាប់បានយល់គាត់ជ្រះថ្លាក៏តាំងព្រះគោដមដល់ចម្រើនហើយធម៌ដែលព្រះអង្គសម្ដែងប្រាប់ខ្ញុំនឹងជាអនេកបរិយាយរីវិច្បាស់កលែតគ្មានអីសង្ស័យទៀតទេលោកថាវាហាក់បីដូចជាគេទៅបើករបស់ដែលក្របយូរហើយរបស់គេក្របអត់មិនដឹងអីទេអត់ដឹងអីទេពុំនោះសោតដូចគេទៅផ្ងារបស់ដែលផ្កាប់ឲ្យផ្ងាឡើយដូចក្អមឆ្នាំងអីយើងផ្កាប់ទៅភ្លៀងមកអត់ចូលទឹកបានដូចទៅទាញផ្ងាឡើយពុំនោះសោតដូចជាគេប្រាប់ផ្លូវដល់បុគ្គលដែលវង្វេងផ្លូវមនុស្សដែលដើរវែងផ្លូវគេប្រាប់ផ្លូវទៅវាភ្លឺស្វាងឡើយពុំនោះសោតដូចជាគេអុចប្រទីបអុចភ្លើងទៅបង្ហាញក្នុងទីដែលងងឹតឲ្យដើម្បីឲ្យពួកបុគ្គលជនដែលមានភ្នែកភ្លឺឃើញរូបនៅក្នុងទីងងឹតនោះបានយ៉ាងណាមិញព្រះគោដមដែលចម្រើនឲ្យខ្ញុំព្រះអង្គគឺច្បាស់យ៉ាងណាគ្មានសង្ស័យទេគាត់ជ្រះថ្លាគាត់កាន់សាសនាព្រាហ្មណ៍ទេដល់គាត់ជ្រះថ្លាគាត់បដិញ្ញាថ្វាយខ្លួនជាឧបាសកក្នុងពុទ្ធសាសនាក្នុងពេលលើឯនេះអ្នកកាន់សាសនាព្រាហ្មណ៍ណាញោមមើលលះបង់ក៏វិញចោលព្រូពលរបស់ព្រះគោដមដែលចម្រើនខ្ញុំព្រះអង្គសូមនៅព្រះគោដមដែលចម្រើនផងសូមនៅព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរលឹកសូមព្រះគោដមដែលចម្រើនសម្គាល់ថាខ្ញុំព្រះអង្គនឹងជាឧបាសកអ្នកដល់នៅបរតនត្រ័យជាទីពឹងតាំងពីពេលនៃតរៀងទៅ
អុយបើសិនណាជាព្រះគោដំដល់ចម្រើនបានយាងមកកាន់ពុទ្ធដំណើរមកកាន់ទីនេះទៀតព្រះគោដំដល់ចម្រើនរាប់អានត្រកូលអ្នកដទៃយ៉ាងណាក៏សូមឲ្យព្រះអង្គរាប់អានត្រកូលសុខពុំមាននប់យ៉ាងនោះដែរបវរណាអញ្ចឹងណាក៏សូមឲ្យព្រះអង្គរាប់អានត្រកូលដទៃមិនសូមឲ្យរាប់ត្រកូលសុខពុំមាននប់យ៉ាងហ្នឹងដែរជាតឡាចាធិស្បាអានឹងយកមើលមករឿងអីដែលធ្វើឲ្យមនុស្សមិនដូចគ្នាអ្នកណាព្រះអតិទេពណាព្រះព្រហ្មណាមកធ្វើអត់ទេខ្លួនឯងឃើញយើងឯអ្នកធ្វើបើអញ្ចឹងញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាត្រូវតែខំព្យាយាមចង់បានអីធ្វើឲ្យហើយទៅខ្លួនឯងហ្នឹងតកុំដល់ជាតិអនាគតទៅកើតអ្នកកំសត់ទូរគាត់ខ្វិនខ្វំកញ៉ាញ់កងងតាំងសង្វេគអីបើហួសសម្បត្តិទៅហើយដល់ពេលទទួលផលវិបាកទៅហើយក៏យើងធ្វើអំពើអាក្រក់អានេះសូមជម្រាបញោមដោយព្រះសម្មាសម្ពុទ្ធពុទ្ធសាសនាព្រះអង្គឲ្យយើងនេះទីពឹងខ្លួនឯងទេញោមពុទ្ធសាសនាទីពឹងខ្លួនឯងគឺទទួលខុសត្រូវខ្លួនឯងគឺអប់រំកាយវាចាចិត្តបញ្ញាដោយខ្លួនអត់មាននរណាមកធ្វើឲ្យបានទេបើខ្លួនយើងមិនយល់ព្រមមិនពេញចិត្តហើយមិនឃើញច្បាស់ដោយបញ្ញាអត់មានទេមានពិធីអ្នកណាមកធ្វើឲ្យបានទេព្រះអង្គទ្រង់សម្ដែងពុទ្ធភាសិតមកកន្លែងថាភិក្ខវេអត្តពិបាវិហារថៈអត្តសរណៈអនញ្ញសរណាថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយជឿយកខ្លួនឯងជាកោះពឹងខ្លួនឯងយកកុំយកខ្លួនឯងជាទីពឹងចូលកុំយកអ្នកដទៃមកធ្វើជាទីពឹងខ្លួនឡើយពុទ្ធដីកាច្បាស់យើងធ្វើទេសនាដែលជាយូរវែងក្រាន់ហើយបងចង់សុំចប់បើទុកជាមិនអោយចប់ក៏ចប់ដែរបងនឹងធ្វើទេសនាក្នុងឱកាសថ្ងៃនេះពេលនេះអត់បានបញ្ចើចបញ្ជោឲ្យញោមញាតិទេណានិយាយត្រង់ជាងការនិយាយត្រង់ពេកញោមក៏មិនចូលចិត្តដែរចឹងបានអាត្មាគ្រាន់តែសុំញោមថាញោមញាតិស្រឡាញ់គោរពសម្ដេចព្រះពុទ្ធជ័យនេះប៉ុណ្ណាសុំឲ្យរាប់អានអាត្មាប៉ុនសម្ដេចពុទ្ធជ័យដែរឬក៏បានច្រើនជាងសម្ដេចពុទ្ធជ័យក៏រត់ល្អសុំប៉ុណ្ណឹងក៏ចឹងធ្វើទេសនាដែលខ្ញុំករណាអាត្មាភាពសម្ដែងក្នុងកម្មវិធីបុណ្យលើកសពសង្ឃសកាបូជាព្រះបរមសពសម្ដេចព្រះធម្មលិខិតលើសឡាយបូជាព្រះសង្ឃនាយករងទី1ព្រះប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជានេះនឹងជាព្រះគ្រូចៅអធិការវត្តសន្សំកុសលក្នុងឱកាសនេះក៏លំមគួសមតាមកាលនិងវេលាតែមុននឹងបញ្ចប់ធ្វើទេសនានឹងសូមប្រមូលកុសលផលបុណ្យរាសីទាំងអស់ដែលកើតពីធម្មទាននេះយើងសូមលើកព្រះរាជកុសលនេះថ្វាយចំពោះសម្ដេចព្រះធម្មលិខិតលើសឡាយក្នុងបច្ចុប្បន្ននឹងព្រះអង្គគង់ស្ថិតនៅទីណាកន្លែងណាភពណាក្តីសូមសម្ដេចជាម្ចាស់ទ្រង់ព្រះមេត្តាប្រោសអនុមោទនាទទួលយកកុសលរាសីពោលដែលព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា